Gaming ก็តែតែភិកជាមួយនឹងបាត់ដាំងដើម្បីយកមក counter បាទទីលុតមកពីក្រោយយកដែរម្ដងបាទលើកហើយលើកបានដែរ3 2 1លឹបបាទលើកបណ្ដៃមានការចាប់វាយទៅលើ box CC យកតែម្ដងអស់ flicker មួយបាត់ទៅហើយ Remy បាទការចាយ flash នៅដើមមកកន្លែងនេះគឺអត់អាច cool down តន់នៅក្នុងពេលដែល total ធ្វើការ spawn មកទេជាមួយនឹង emblem សម្រាប់ OP យកជាមួយនឹងការ cool down S1 តែម្ដងបាទយក assassin ធម្មតាគ្មាន envelope marksman នោះទេ Remy ដើរចូលជាប់ជើងបាត់ហើយ it's a first អូ Remy timing ជាមួយនឹង flicker មែនដែរល្អខ្លាំងមែនទេម៉ាកុំអីធ្វើការបាត់បង់ជាមួយនឹង First Blood បាទប៉ុន្តែមានការធ្វើការបិទ lane ដែលចេញពី live ផងដែរ level 2ទល់នឹង level 1យ៉ានៅដើមម៉ោងសម្រាប់ខាង team Flash KA គឺកំពុងតែធ្វើបានល្អខ្លាំងមែនទេបាទ level 2ធម្មតាមិញបិទតែតដាច់អតេះខាតបន្តិចមិញបើសិនជាបិទដាច់អតេះហើយចំណេញបាទការហៅសេពី detect kill វាយទៅលើទីយកតែម្ដងទីរត់មកលឿនឡើងអាចមានបញ្ហាឡើយបាទជាមួយនឹង mid lane បាញ់ទូមួយទៅលើ box C អត់មាន flicker ណាប្រយ័ត្នFirst Blood បាត់ឡូវហើយ1នាទីចូល2នាទីត First Blood ទេបាទ experience lane នៅក្នុងវគ្គមួយនេះយើងខាងកាមេរ៉ាអាចនឹងបាច់ switch ក៏បានដែរព្រោះវាយគ្នាអត់ដាច់ទេបាទទាំង Yurano ជាមួយនឹង Alice បាទអញ្ចឹង total នៅក្នុងទី1បាទធ្វើការ spawn ឡើងមកផងដែរសាក់ស៊ូកំពុងធ្វើការតេសបាទអាចនឹងធ្វើការបលេងឲ្យហើយមើលទៅបាទព្រោះដោយសារ detective អត់ទាន់ cool down ពេញជាមួយនឹង ultimate ទេfree ទៅទី1តែនឹង free ជាមួយនឹង first blood ដែរទេតែវ៉ាឌូនឹងសល់ flicker ទៀតតែគាត់ក៏មិនចង់តាមទៀតផងដែរលេងមើលខាងលើអូស៊ីវស៊ីវេទនាតិចហើយបាទចាប់ផ្ដើម snowball បើសិនជាខាង team flash KA គាត់ចាប់ផ្ដើមរក្សាជាមួយនឹងតម្រង់លេងនៅដើមម៉ោងនេះបានល្អចាប់ចូលទៅដល់ចុងម៉ោងឱកាសនៅក្នុងការយកមកវគ្គនេះមកវិញគឺភាគច្រើនគឺបានទៅលើខាង team flash KA ហើយបាទដែលសំខាន់សម្រាប់ CU Gaming បើសិនថាយើងមើលទៅគាត់អាចនឹងធ្វើការរៀងយឺតនៅក្នុងការ rotation ជាងជាមួយនឹង Marcel ព្រោះដោយសារ Marcel ក្នុងទីទៅណាក៏តែងតែជាមួយនឹង Marcel ផទីគាត់ធ្វើការកាក់មុខចាប់ជាមួយនឹង map តន់ហ្មងបាទសម្រាប់ Boxy គឺគាត់រៀងពិបាកនៅក្នុងការ rotation បន្តិចបាទ level 4ហើយណា Boxy ត level 4ទេទី level 4ហើយបើការកាក់ lane តែកាក់អាចមានបញ្ហាព្រោះ mid lane តោះមានតែគេបើក map ឯណាអត់មានអ្នកបើក map mid lane ឲ្យនោះទេវ៉ាឌូដេញវាយបោះអបជាការជន់ flicker ក៏មិន flick តែដូចជាតាន់មែនតែចាយ spell flicker មួយផងដែរវ៉ាវតាន់ខ្លាំងមែនទេបាទព្រោះដោយសារវ៉ាឌូតតែមានជាមួយនឹងlive បាទដូចមិនដែលចេញពី live តែណាមួយមិញ OP ក៏គាត់អត់ធ្វើការតម្លាក់ជាមួយនឹង ultimate ដែរគាត់ប្រហែលគាត់ថាបាក់វាយហ្មងក៏បែបបខំឲ្យអស់ spell flicker ទៅស្រួលកំថែតតទី2តទៀតបាទណាមួយនៅ ultimate របស់ Hero Citien នៅដើមម៉ោងគឺ cool down យូរពេកបាទ retreat យកតែម្ដងពី detect kill បាទវ៉ាឌូលឹកនេះអត់ spell flicker មិនសូវហ៊ានពេកយ៉ាត់គេវាយបាទណាមួយ total ទី2នេះក៏នៅតែជាមួយនឹង experience lane ដដែលអត់កើតនៅជាមួយនឹង goal lane ទេបាទស្ថានភាពកំពុងតែធ្វើការស្ងប់ស្ងាត់ team flash KA បាទធ្វើការ clear lane ធម្មតាផងដែរតែបើយើងក៏លេខទៅមើលជាមួយនឹង mini map បាទដូចជាអត់មានអីណាទេ total ទី2ធ្វើការកើតនៅក្នុងរយៈពេលតែ5 second ទៀតផងដែរបាទ check ស្មើអត់អូ check total ទី2នេះចាំមើលអាចនឹងធ្វើការមានជាមួយនឹង team fight ឬមួយក៏ធ្វើការបលេងឲ្យប្របាក់ចូលគេថាតថតនេះគាត់ថាប្របាក់ចូលដែរទីនឹងមានភាគរយដាក់ ultimate របស់គាត់ទៅលើ detective ក៏មក detective ចូល retreat បានឬក៏គាត់ចង់ team fight តែកន្លែងជាមួយនឹងទីរត់ចូលឆ្ងាយខ្លាំងម្ល៉េះ check conceal យកតែម្ដងតែកន្លែងជាមួយនឹង Vadu ពីការតែងចាប់បាយយកតែម្ដងទៅលើសាក់ស៊ូ ultimate របស់តតពេលវេលាពីទីឡតម្ដងយកពីឬគ្នាមិនដែរតែជាមួយនឹងសាក់ស៊ូអាចមានបញ្ហាដែរជាមួយនឹងសាក់ស៊ូជាមួយនឹងតថលយកបានឬគ្នាមកពី detective ពី CU Gaming ឡខ្លាំងម្ដងជាមួយនឹង King Ring ក៏បានម្ដងតែបាយទៅលើ Remy នៅមាន flicker ទៀតហ្គេមការវាយបោកមកវិញដូចគ្នាប៉ុន្តែតែវាយជាមួយនឹង King Ring វាយផ្ដាច់ទេអីបាទយើងក៏លេខបានឃើញជាមួយនឹង mini map មិនបាច់មានការ rotation ចេញពី live មកតាំងពី goal lane មកប៉ុន្តែបានត្រឹមតែមកផ្ដាច់ជាមួយនឹង Boxy ទេប៉ុន្តែអីដែលសំខាន់នេះដែលចំណេញគឺខាង CU Gaming CC អត់អីគេវាយវិញគេវាយវិញគេវាយវិញគេវាយយើងវិញហើយគេវាយយើងវិញហើយបាទចម្លាយ level ច្រើនណាស់បាទ hero ហ្នឹងឥឡូវអត់បានទេណាមួយ style លៀមនេះគឺត្រូវគ្នាខ្លាំងមែនតើ
ស្តំយាយចូលផ្លុក First item Starlim សាយចូលទៅលើខ្លួន COC ផងដែរ បាទ សម្រាប់ COC បាទប៉ុន្តែមិញបើសិនថាយើងមើលទៅការ rotation របស់ Live គឺលឿនជាងខ្លាំងមែនទែនព្រោះដោយសារ COC គឺការ clear lane នៅ lane របស់គាត់មិញហ្នឹងគឺ clear អត់តាន់ជាមួយនឹង Live ទេបាទយើងក៏ play ដែរជាមួយនឹង Infinix បាទ Note 60 Pro it's not what you think បាទជា smartphone សម្រាប់គ្រប់តម្រូវការដំណើរការខ្លាំងដោយបន្ទះ chip Snapdragon 5G សាកថ្មល្បឿន90 W និងសាកឥតខ្សែ30 W បំពាក់ជាមួយនឹងអេក្រង់ AMOLED ល្បឿន 144 Hz ផងដែរ Sky Piercer ពី Saxo តែនៅខាងលើក៏លេងជាមួយនឹងទីប៉ាំងកូដាណាវជាប់ទាំងពីរនាក់យកតែម្ដងវាយយកជាប់កោដែរប៉ាំងរត់រួចបាត់ហើយតែឯងនឹងបាត់ជុំទៅបោកទីក្រាទេដើម្បីទៅកាត់ដកថយចំ3-4 ultimate លេងយកបានតែមួយទេដែរជាមួយនឹងលាមាត់បាយពីទីតែជាមួយទល់4ទេមួយទៅមិនបានជាមួយនឹងឡាយមួយទៅជាមួយនឹង2នោះមួយទៅជាមួយនឹង3នោះ It's a straight pocket ពីទីតែជាឡាយពីក៏បានម្ដងហើយទាំងអស់ពីរទៀតultimate លេងហើយរ៉េមីហ៊ានចូលអត់ហ៊ានចូលក៏ហ៊ានចូលអូ flicker តលង flicker អត់ដាក់ជាមួយនឹង OP ទេប៉ុន្តែអីដែលសំខាន់ detective 1 ទល់នឹង4ទទួលបានជាមួយនឹង triple kill អូយបាទមួយវាយ4មិញមួយវាយ4សាហាវពេកហើយពី detective ប៉ុន្តែខ្ញុំមានអារម្មណ៍ថាតារាងនេះមិញមក ultimate បោះ Marcel ទៅចាយ ultimate ច្រើនណាស់ចូលបានតែមួយបាទដោយសារមិញ CLC គាត់ចុចជាមួយ Purify ធ្វើឲ្យការ stand របស់ Saxo ហ្នឹងអត់ stand ជាប់ជាមួយនឹង CLC ទេបាទបាត់ដាស់ទៀតផុតបាត់ហើយក្រាកាទេលទៀតដាស់ទៅដាស់មកអូយបាទតថទី3ក៏ជាតថរបស់ CIU Gaming ផងដែរបាទរូបភាពបបាញ់មិញមិនមែនចេះតែធ្វើចេញនោះទេលាមករបស់ detective គឺច្បាស់ខ្លាំងមែនតើបាទមិញបើសិនជាចូលទៅអត់បានខៀលមួយហ្នឹងគឺចោលនៅក្នុងការប្រកួតនៅក្នុងវគ្គទី2ហ្នឹងយកហ្មងបាទគាត់ច្បាស់ណាស់តែសារអស់ ultimate 3 ultimate ដល់គ្រីក៏អស់សាត់ទីអស់ all 2អស់ all សាក់ស៊ូអស់ 3 skill ទៀតបាទហើយ Thumb Bill យើងកលេចមកមើលជាមួយនឹង item បាទចេញជាមួយនឹង Vo X ហើយជាមួយនឹងរត់ទិញដាវដំបងបាឡាមួយទេបាទ5000បើការលើសជាមួយ goal ទៅលើ Saxo នោះ 1200 goal បាទច្រើនខ្លាំងមែនទែនចេញពី detectiveប៉ាំងជាន់វាយ ultimate នៃការ combo បើមានអារម្មណ៍ថាទីដូចជាអត់ចង់ចូល miscommunication កាត់ឡើងមកពី flash game មានរឿងអីចេះ Saxo នៅណាពីការលោតចូលពីការវាយនៅកូនណាក៏បានដាក់ដូចគ្នាបានតែបាត់បោះជាមួយ2បាទហើយអត់មាន space នៃការដល់ថតទេ King រីទៅបន្តការចូលដូចគ្នាមិនដែរតែអាចនឹងការលើកទី2ដែរទេបាទទូបន្តការបិទ front line យកតែម្ដងតែជាមួយនឹង King Ari ក៏មិនដាច់ដែរតែជាមួយនឹងការវាយលើទី Monster kill ពី detective 6-0 នៅក្នុងដៃ detective តែមិញសម្រាប់ទីគាត់ធ្វើប្រហែលគាត់ចូលទៅតែអីទៀតមកគ្នាគាត់ថយអស់បាត់ហើយបាទជាការធ្វើប្រហែលមួយផងដែរចេញពីទីប៉ុន្តែអត់បញ្ហាទេស្ថានភាពកំពុងតែគ្របដណ្ដប់ពីខាង CU Gaming បច្ចុប្បន្នគេចាប់ផ្ដើមនាំមក 2700 goal វិញផងដែរសម្រាប់ detective 6-0 detective អូយឈឺយកតែបានពី detective ពី2ត4យកតែម្ដង2ត4បោកស៊ីក៏បានម្ដងមិនហ៊ានវាយនោះទេដោយសារតែ kill របស់ detective ច្រើនពេកបាទធ្វើឲ្យលុយរបស់គាត់កាន់តែច្រើនដូចគ្នានឹង level របស់គាត់ level 13ហើយសិនតោះគឺ level 13បាទ level 13បាទអាចនឹង level 15តែអត់ទេ8នាទី42អត់ទាន់មានអ្នកបបាយជាមួយនឹង Lin បានទេបាទ lot ទី1នឹងធ្វើការកើតនៅក្នុងរយៈពេល5 second ផងដែរឥឡូវអត់ទាន់មានអ្នកណាវាយបាឌូទេបាឌូចាប់ផ្ដើមក្លុកពេញ map ហើយពាំងចូលហើយ damage របស់ Lai ចូលក្នុងបាឌូអស់បាឌូឲ្យវាយមកណាមកយើងឃើញថារាល់ពេលដែល team fight អំបញ្ញមិញអា team fight នៅ mid lane ហ្នឹងពេលដែល ultimate របស់ទីគាត់ដាក់មកហ្នឹងគឺរៀងយឺតមកបន្តិចដាក់មកហ្នឹងគឺ boxy គាត់ធ្វើការ skill ទី2ហើយគាត់ចេញជាមួយនឹង ultimate មកបាត់ហើយហ្នឹងអត់ទេមានអារម្មណ៍ថាកន្លែងហ្នឹងគាត់ដូច miscommunication Sento មានអារម្មណ៍គាត់អត់ចង់វាយប៉ុន្តែពេលហ្នឹង King reload ទៅអញ្ចឹងcommit គាត់បានបកមក commit វិញរៀងយឺតពេលបណ្ដោយបាទជាការ miscommunicate តិចតួចតែអត់បញ្ហាទេក៏បានឃើញជាមួយនឹង map ដែលឃើញ Saxo នៅខាង top lane បាត់ហើយអញ្ចឹងគឺ lot ទី1នេះគឺ free ទៅឲ្យខាង CU Gaming ទៅបាត់ហើយបាទ lot មួយនេះdetective 1ទល់នឹងប្រហែលទៀតហើយ1ទល់នឹង3 1ទល់នឹង4អស់សេះហើយមិនអាចបានទៅអូ detective បាទអីដែលសំខាន់សម្រាប់ team Flash KX ដោយដែលបាននិយាយចឹងថានៅដើមមកគឺគាត់ធ្វើបានល្អខ្លាំងមែនទែនប៉ុន្តែជាការធ្វើប្រហែលមួយដែលឲ្យ detective បានជាមួយនឹង3 kill នេះគឺធ្ងន់ខ្លាំងមែនទែនបើសិនជាប្រភេទ hero របស់គាត់គឺជាគាត់អាច hold ចូលទៅដល់ត្រឹម lot ទី3អីនេះគឺពិបាកលេងជាមួយនឹងខាង team Flash KX ខ្លាំងមែនទែនមាន lot ទៀតណា
មានឡតទៀតណាប្រយ័ត្នតែមានឡតឲ្យគេវាយដាច់ទៀតអាចមានបញ្ហាតែជំនឿការអូតូមែនការឆាយចោលពីអូបុកស៊ីដូចគ្នាប៉ុណ្ណេះតែក៏អាចយកបានជាមួយនឹង spare flicker របស់ OP ចាប់បៃទៅ OP អូតូមែនការបានប្រាសាំងដាក់ជំនឿបុកស៊ីបានហើយតែជំនឿការដកថយដូចជា Rambi មានការលើកបោលជាមួយនឹង King Arim តែដូចជាមិនឈឺនោះទេជំនឿបុកស៊ីតែជំនឿវ៉ាឌូឲ្យយក skill ទាំងបានទីមេទាំងបានរបស់ Live ចូលទៅកាន់វ៉ាឌូអស់ហើយឡតមកទៅខាងលើ bike seal អាចនឹងចាប់ការ push តែអាចនឹងសល់ tier 2ទៅរកការបុកបន្តទៀតពីខាង CU Gaming តែជំនឿវ៉ាឌូក៏មិនចាប់ដល់ណែបុកបានត្រឹមតែ tier 2តែបន្តតែមិនមានវត្តមានរបស់ Boxy នោះទេតែ CU គួរតែបន្តទៀតបន្តទៀតហៅសេះទៀតហើយហៅសេះទៀតហើយបាទគាត់អាចលេងបានព្រោះដោយសារគាត់ហ៊ានលេងព្រោះដោយសារគាត់ដឹងថាជាមួយនឹង Ultimate របស់ខាង Team Flash KA បាញ់មិញគឺចាយអស់រលីងបាត់ទៅហើយបាទហើយដែលសំខាន់តដែលតែម្ដងដែលចេញពីខាង CU Gaming រាល់ពេលដែលគាត់បានជាមួយនឹង Lot មកហ្នឹងគឺតែបាត់បង់ជាមួយនឹងសមាជិករបស់គាត់ម្នាក់ទៀតបាទយើងកំ play ដែរជាមួយនឹងកម្រងបាទ AO Gamer ថ្មីផងដែរអ្នកនរគ្នាគ្រាន់តែជាប់ជាមួយនឹងកម្រង AO Gamer ថ្មីនឹងទទួលបានជាមួយនឹងពេជ្រក៏ដូចជា Internet ហើយនឹងនៅក្នុងកញ្ចប់តែមួយសម្រាប់ Gamer ហើយតម្លៃនោះគឺត្រឹមតែ$1កន្លះបាទនៅក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ Demon Hunter ពី live អូតែគេធ្វើមកបាទលឹបTrinity កបោចេញមកតែពី live 3 item គាត់អូចាំង color ខុសគ្នា3500អូ3500អូចិត្តចេញ Holy នោះស៊ីវស៊ីបាទ COC ចិត្តចេញឯងខ្វះតែ500ទៀត400ទៀតចេញជាមួយនឹង Holy Crystal មកហើយបាទប៉ុន្តែ Golden សម្រាប់ live ក៏គាត់មានដែរប៉ុន្តែអីដែលសំខាន់សំលេងជាមួយនឹងកាត់សៀលក៏បានដល់ជន់ស្តាន់ជាប់តែទៅ Boxy ដែរដល់ទៅមិនក៏បានប្រាប់ពី OP បណ្ដាំការវាយដល់ Boxy បានដល់ទៅមិនដល់ជាមួយនឹងតែកន្លែងជាមួយនឹងខាងក្រោយវាយជាមួយនឹង Remy វាយយកតាមដល់កន្លែងជាមួយនឹងឆៃជើមកចាប់បានជាមួយនឹង King Ari តែជាមួយនឹង King Ari វាយដល់ ទីអាចទៅការដកថយបាននោះគ្នាបានដែរ2ដងនឹង1តែម្ដងអូសាក់ស៊ូមកផ្លែតទៅយកមកបាទអាចបុកតទៀតបុកកាត់ពីឯងបាទបុកកាត់ទេបាទបុកដែរអត់មានមីនីទេគេមានស៊ីធាននៅក្នុងការ defend បាទដើរចូល scan ផ្នែកមកផ្លែតបាញ់មិញលេចាក់ទេតែងបាយទីនោះអូបែ4 hero ទីមេជឺខ្លាំងមែនដែរពី detective មីនៀនក៏បានមកដល់ឯងបន្ត push បន្តទៀតនៅក្នុងធាវៈធា3ទៅនៅ midland តែ King Ari កាន់មកតន់សាស៊ូក៏បានមកដល់តែដាច់តែទី3នៅ midland បាត់ទៅហើយ Lord មួយនេះអាចជា Lord របស់ CU បន្តទៀតដូចគ្នា Damage ដែលចេញពី detective ហើយជាមួយនឹង COC នេះគឺច្រើនខ្លាំងមែនទែនតែម្ដងបាទឥឡូវបច្ចុប្បន្នការបន្ទុកខៀល10ទល់នឹង4 goal នាំមក 7000 goal ក៏ដូចជាធ្វើការយកជាមួយនឹង Lord ទី2សំណួរសួរថា Flash KX អាចនឹងធ្វើការទប់ជាមួយនឹង Lord ទី2នេះជាប់ឬមួយយ៉ាងណាបើសិនជាមានឱកាសក្នុងការ defend ជាមួយនឹង Lord ទី2នេះបានអាចនឹងមានភាគរយនៅក្នុងការ comeback ដូចគ្នាព្រោះដោយសារប្រភេទ hero របស់ខាង Team Flash KX ការីក៏មានលុយដែរបាទហើយសុទ្ធតែជាប្រភេទ hero ដែរចុងម៉ោងទាំងអស់មានអារម្មណ៍ថា combo របស់ Team Flash KX គាត់រៀងនិយាយនេះអត់ត្រូវបន្តិចតាមយើងឃើញណាតែឥឡូវមកដល់ពេលនេះយើងពិបាកតិចហើយព្រោះដោយសារ damage គេច្រើនខ្លាំងពេកในការនាំមកព្រោះវា CU ច្រើនពេក 7k បាត់ហើយ Lord ក៏បានមកដល់ដូចគ្នាមកដល់ midland មីនៀននៅខាងលើក៏បានមកដល់ទីបើបានចេញមកដូចគ្នាដែរសាសូព្យាយាមដើរមកក្នុងការវាយជាមួយនឹង Lord ពីការចង់ឃ្លៀ Lord តែកលេជាមួយនឹង TC នៅខាងលើ CC វាយបណ្ដាច់ចោលដូចគ្នាដែរអូ Lord ចោល TC ត្រែនៅខាងក្រោមបុកជាមួយនឹង TC ដែរមិនអាចនឹងដាច់3ផ្លូវជាមួយនឹងបានឌូបាក់មកយកតែម្ដងពីការចង់លើជាមួយនឹងទីទៅមិនបានទេជុំគ្នាយើងអាចចូលកបោរបស់ខាង Team Flash K ក៏ឡើយហើយសាសូ patient ការនឹងការ load ចាប់ឬក៏យ៉ាងណាទប់តែផ្ទះសិនឬក៏មិនទប់តែផ្ទះតែម្ដងពី Team Flash K លេងមួយសិនមកលេខតែមួយអាចមកកែទប់ផ្ទះបានដូចគ្នាប៉ុន្តែពី Team Flash K ប៉ុន្តែជាមួយនឹង CU Gaming ក៏មកដល់ទៅណាដូចគ្នាប៉ុន្តែជាមួយនឹង Boxy ជីខ្ញុំចង់ចាប់តែមានជាមួយនឹង T ចាំកាក់ជាប់ជាមួយនឹងការកកមួយដូចគ្នាអស់ passive ហើយ15វិនាទីទៀតទៅមានតែជាមួយនឹងការវាយមានការលោតចូលវាយយកតែម្ដងទៅបានយាយមានការវាយដល់ទៅមិនបានប្រាកដថាមានការកតែបាត់បង់វិធីរ៉ូបាត់ហើយលេតាយឡាយវិធីបាត់បង់ឡាយជាមួយនឹង Mortality មកពី Boxy ភ្លាមវាយចាយយកមិនចាប់ពាក់2ទៅលើចូលពីការ CU Gaming អបអរសាទរទៅដល់ក្រុម CU Gaming